តើបងប្អូនដឹងទេមានអរិយធម៌បុរាណចំនួន3នៅលើសកលលោកដែលស្ថិតនៅឆ្ងាយពីគ្នាចំនួន10000គីឡូម៉ែត្រហើយនឹងខុសសម័យកាលគ្នារាប់ពាន់ឆ្នាំហើយអរិយធម៌ទាំង3ហ្នឹងគឺមិនដែលមានទំនាក់ទំនងគ្នានៅឆ្ងាយពីគ្នាមិនស្គាល់ពីគ្នាប៉ុន្តែពួកគេបែរជាមានហើយនឹងបានសាងសង់ផែនទីដូចគ្នាដោយវិស្វករបុរាណនៅសម័យហ្នឹងហាក់ដូចជាមានជាទេវតាឬក៏អ៊ីលៀនពួកក្រុមទាំងអស់ហ្នឹងបានចុះមកធ្វើការងារអ្វីមួយដើម្បីសកលលោកពួកគេបានសាងសង់ផែនទីដូចគ្នាដោយចង្អុលទៅកាន់ក្រុមផ្កាយតែមួយហើយនឹងបង្កប់នៅកាលបរិច្ឆេទដូចគ្នាកាលបរិច្ឆេទនោះគឺ8000ឆ្នាំមុនពេលដែលមានអរិយធម៌ទាំងនេះបានកាត់ឡើងទៅទៀតបាទហើយខ្ញុំ Mr. Kim History Challenge Cambodia ហើយខ្ញុំមានជា YouTube Angkor Back Road TikTok History Challenge Cambodia ហើយនឹង YouTube ជាភាសាខ្មែរហ្នឹងគឺមនុស្សទេពអង្គរថ្ងៃនេះខ្ញុំមកពិពណ៌នាពីអរិយធម៌បុរាណ3នៅលើសកលលោកបូកផ្សំទាំងអង្គរវត្តនៃប្រទេសកម្ពុជាសម័យបុរាណហើយនឹងអរិយធម៌ពីរទៀតគឺប្រទេសអេស៊ីបអ្នកទាំងអស់គ្នាប្រហែលជាស្គាល់ហើយនឹងអេស៊ីបមួយទៀតហ្នឹងគឺនៅប្រទេសមេស៊ីកូបាទអញ្ចឹងខ្ញុំចាប់ផ្ដើមពិពណ៌នាទី1ហ្នឹងគឺប្រទេសអេស៊ីបដែលយើងចាប់ផ្ដើមនៅប្រទេសអេស៊ីបកាលពី4500ឆ្នាំមុនបាទមហាវិហារពីរ៉ាមីត Giza ដែលភាសាអង់គ្លេសថា Great Pyramid of Giza ដែលបានសាងសង់ឡើងអំពីថ្មកំបោរដែលមានដុំថ្មហ្នឹង 2.3 លានដុំត្រូវបានតម្រង់ទិសទៅខាងជើងល្អឥតខ្ចោះហើយលំអៀងគ្នាត្រឹមតែ 0.05 ដឺក្រេប៉ុណ្ណោះប៉ុន្តែពីរ៉ាមីតនេះមិនមែននៅម្នាក់ឯងទេគឺពីរ៉ាមីតចំនួន3ទៀតដែលនៅព័ទ្ធជាក្រុមជុំវិញពីរ៉ាមីត The Great Pyramid of Giza ហ្នឹងគឺមានឈ្មោះថា Khufu Pyramid Khafre ហើយនិង Pyramid Menkaure បាទ Menkaure ហើយការរៀបចំនេះទៀតសោតគឺពួកគាត់មិនមែនជាការចែកដនឡើយគឺជាការរៀបចំដោយមានប្លង់មេត្រឹមត្រូវដែលក្រុមវិស្វករបុរាណនៅពីរ៉ាមីតហ្នឹងគឺបានសាងសង់ឡើងនៅក្នុងឆ្នាំ1983វិស្វករលោក Robert Potwell ហ្នឹងបានកត់សម្គាល់ឃើញថាពីរ៉ាមីតទាំង3នេះបើមើលពីលើមេឃមកគឺមានសមាមាត្រដូចគ្នាទៅនឹងផ្កាយ3គ្រាប់ដែលស្ថិតនៅលើខ្សែក្រវ៉ាត់នៃក្រុមផ្កាយ Orion ដែលយើងហៅថា Orion Belt ហើយមិនត្រឹមតែប៉ុណ្ណោះទេនៅជិតហ្នឹងគឺមានទន្លេនីលបាទមានទន្លេនីលហ្នឹងគឺមានរាងកោងដូចទៅនឹង Galaxy យើងថា Milky Way បាទមានឈ្មោះថា Milky Way ហ្នឹងនៅលើមេឃផងដែរទីតាំងពីរ៉ាមីតធៀបទៅនឹងទន្លេនីលគឺត្រូវគ្នាទៅនឹងផ្កាយ Orion ធៀបទៅនឹង Milky Way តាមការគណនាដោយកុំព្យូទ័រទីតាំងផ្កាយដែលត្រូវគ្នាហ្នឹងគឺមានការរៀបចំល្អបំផុតបាទនៅក្នុងសម័យកាលបុរាណហ្នឹងគឺ10500ឆ្នាំមុនគ្រិស្តសករាជបាទពោលគឺ8000ឆ្នាំមុនសម័យផារ៉ាអុងទៅទៀតនេះគឺជាមនុស្សបុរាណហ្នឹងហាក់ដូចជាក្រុមអេលៀនឬក៏ទេវតាមួយក្រុមដែលបានធ្វើហើយនឹងសាងសង់របស់ទាំងនោះបាទទី2គឺនៅប្រទេសមេស៊ីកូបាទចម្ងាយ10000គីឡូម៉ែត្រមកខាងទៀតនៃពិភពលោកហ្នឹងគឺមានអរិយធម៌មួយទៀតដែលសាងសង់ផែនទីដូចគ្នានៅតំបន់ខ្ពង់រាបកណ្ដាលក្នុងឆ្នាំ100មុនគ្រិស្តសករាជនៅទីក្រុងTetican បាទ Tetican ហ្នឹងជាទីកន្លែងនៃព្រះអាទិទេពចៅកំណើតដែលគេមានជំនឿបែបហ្នឹងហើយក៏ត្រូវបានរកឃើញនៅទីនោះគឺមានពីរ៉ាមីតធំចំនួន3គឺពីរ៉ាមីតព្រះអាទិត្យពីរ៉ាមីតសម្រាប់ព្រះច័ន្ទបាទហើយនិងប្រាសាទQuetzalcoatl បាទហាក់ដូចជាពីរ៉ាមីតមួយក្នុងចំណោមពីរ៉ាមីតបុរាណហើយល្បីនៅលើសកលលោកផងដែរបើយើងមើលពីលើមេឃការរៀបចំគម្លាតនៃមុំប្រាសាទទាំង3នេះគឺដូចទៅនឹងពីរ៉ាមីតGiza ហើយនិងក្រុមផ្កាយ Orion បេះបិទតែម្ដងបាទអញ្ចឹងពីរហ្នឹងគឺលីងគ្នារួចទៅហើយបាទទី3គឺប្រទេសកម្ពុជាក៏មានប្រាសាទអង្គរវត្តហើយទីតាំងទី3ដែលចាស់ជាងគេហើយបុរាណនៅអាស៊ីអាគ្នេយ៍ហ្នឹងគឺស្ថិតនៅកណ្ដាលព្រៃបាទនៃតំបន់អង្គរហ្នឹងគឺសតវត្សទី12អង្គរវត្តដែលជាវិមានសាសនាដ៏ធំបំផុតនៅលើលោកបាទគឺជាមហាស្ថាបត្យកម្មដ៏ធំបំផុតនៃខ្មែរបុរាណរបស់ប្រទេសកម្ពុជាយើងហ្នឹងខ្ញុំជាកូនខ្មែរម្នាក់គឺពិតជាមានមោទនភាពបំផុតដែលបុព្វបុរសយើងបានសាងសង់មហាប្រាសាទនៅតំបន់អង្គរបាទ
ហើយខុសពីប្រាសាទដទៃទៀតគឺប្រាសាទអង្គរវត្តគឺបែរទៅទិសខាងលិចបាទដែលប្រាសាទផ្សេងហ្នឹងគឺបែរទៅខាងកើតបាទដើម្បីទទួលពន្លឺព្រះអាទិត្យចំកណ្ដាលនៃថ្ងៃសមារាត្រីគេថា equinox ដែលប្រជាជនខ្មែរយើងតែងតែទៅមើលដែលទៅទស្សនារឿងប្រាសាទអង្គរវត្តហ្នឹងក្នុងមួយឆ្នាំទស្សនា2ដងបាទនៅថ្ងៃទី21ដល់23ខែ9ហ្នឹងហើយ21ដល់23ខែ3បាទរៀងរាល់ឆ្នាំពិតជាអស្ចារ្យណាស់ហើយនៅក្នុងឆ្នាំ1996អ្នកប្រាជ្ញបានស្រាវជ្រាវឃើញថាបណ្ដុំប្រាសាទតំបន់អង្គរមិនមែនតែសង់ឡើងដើម្បីចេះតែសង់ទេគឺមានប្លង់មេដែលមានលំនាំដូចគ្នាទៅនឹងផ្កាយ Drago Constellation បាទអ្វីដែលកាន់តែភ្ជាប់ផ្អើលនោះគឺទីតាំងផ្កាយទាំងអស់នោះគឺត្រូវគ្នាទៅនឹងប្លង់ប្រាសាទទាំងនេះមិនមែនក្នុងសតវត្សទី12ទេគឺ1500ឆ្នាំមុនគ្រិស្តសករាជដូចជានៅអេស៊ីបហើយនឹង The Great Pyramid of Giza ហ្នឹងហើយនឹងប្រាសាទបណ្ដុំនៃប្រាសាទប្រទេសមេស៊ីកូដែរដូច្នេះប្រាសាទអរិយធម៌ទាំង3បុរាណដែលខុសគ្នារាប់ពាន់ឆ្នាំដែលសង់នៅសម័យបុរាណហ្នឹងហាក់ដូចជាមានអាទិទេពដែលចុះមកឋានកណ្ដាលហ្នឹងគឺសាងសង់ទាំង3ហ្នឹងគឺត្រូវមុំជាមួយនឹងផ្កាយអូរីយ៉ង់ដូច្នេះហាក់ដូចជាចម្លែកហើយនឹងគឺជារឿងមួយដែលអច្ឆរិយៈមែនទែនដែលទាំងអស់គ្នាហ្នឹងមនុស្សទាំងអស់ហ្នឹងគឺមិនមានតំណែងនៅលើផែនដីជាមួយគ្នាទេដោយសារនៅឆ្ងាយពីគ្នាមែនទែនប៉ុន្តែហាក់ដូចជាមានការគិតហើយនឹងព្យាយាមសង់ប្រាសាទបុរាណគឺបែរទៅរកផ្កាយតែមួយហាក់ដូចជាមានទេវតាឬក៏ទេពដែលសង់ដែលចុះមកសង់ដើម្បីធ្វើជារាងជា tricount រាងជាផ្កាយមួយបាទពិតជាអស្ចារ្យខ្លួនខ្ញុំជាអ្នកសិក្សាប្រវត្តិសាស្ត្របុរាណវិទ្យាហើយនឹងសិក្សាអំពីប្រវត្តិសាស្ត្រខ្មែរបុរាណរៀបរាប់ពីវត្តសាស្ត្រអង្គរទៅកាន់ភ្ញៀវបរទេសខ្ញុំបានស្រាវជ្រាវហើយនឹងសិក្សាទៀតគឺមានអារម្មណ៍ថាអស្ចារ្យបាទពិតជាអស្ចារ្យមែនទែនគឺមិនអាចថ្លែងបានបាទខ្ញុំមោទនភាពចំពោះប្រាសាទបុរាណខ្មែរបាទសូមអរគុណ Thanks for watching. We see you in the next videos. Peace.